นมพอดอกแผบเยี่ยท่าเปิดกอดอัดมีนไอ้หนังเกตีสมัยเมาเตี้ยเมาเมื่อโกนไอ้เอาโกนเรียนโซดบัดฮาเปิดกอดมีนเกหายสมัยกอดโจรมาดอสไลตามที่บ้าเปิดมันโจรมาดอสไลที่ยมนังจัดเทียนกาหมกปึงผูกรามในการสับไซเมื่อตะกดสลังแบบพนบนักการรูปแบบพนเอาหนึ่งใบโดงมาเอาหนึ่งทลายเอาหนึ่งดำตรุงอันนี้ให้ตึกจัดประเดี๋ยวได้สลังแบบพนให้ตะกอดเจ้าแต่เลี้ยงติ๊กตกจานคลายตะกอดน้องเมียนโปรเมียนไอจังจังอาการบารมบบ้องในเป็ดได้แบบพนจะเชงแบบเดียวนึงการสังไซท้าอาจเมียนโปรหรือก็ยังไงยองเบียตกจัดได้เบียบ้านนั่งใหญ่เบียยมมัดบ้านตามด้านใช่ปะbà lấy vợ sân ô ti họ tha ở ôn giấy quạt miền điện cho mày bà lấy ní trời ô ti họ tha quạt tỏ lọ mà vinh tạ bong được tua thế bong quạt miền nát mày nhưng mà tua đấy bong sang nôm po bong mà đại mày bong nhom bà lấy mà đại mày nôm po đêm đấy bong mày đại mày cả đòi mau xa po miền bởi dương miền mày dương tàu đòi o chết đi riêng luôn tàu chẳng người ta mà đại mày cứ chia mà đại mà cát ba ôn giấy mua ấy bong mươn với ai hao tha say momอายุมันใช่ไหมอายุ36 năm ជាមោទនភាពជាកិត្តិយសដ៏អស្ចារ្យដែលខ្មែរយើងធ្វើបានរកឃើញឱសថបារាំងព្យាបាលជំងឺមហារីកគ្រប់ប្រភេទនិងជំងឺរ៉ាំរ៉ៃកាចសាហាវផ្សេងឱសថបារាំងសញ្ញាដើមស្រមោចជាផលិតផលនៅក្នុងស្រុកអូតើតើមួយវិស្វករយើងស្វែងរកច្រើនណាវិស្វករយើងមិនចេះតែយកទេគឺតើតើមួយការសិក្សាប្លង់គាត់ស្វែងយល់គាត់ដឹងបច្ចេកទេសរបស់គាត់ច្បាស់លាស់បាទរឿងទៀតហើយបាទតើតើនឹងជីវិតគ្រួសារនេះជួនកាលអ្នកខ្លះចាប់ដៃគូទៅគឺល្អរីចម្រើនទៅអ្នកខ្លះក៏ត្រូវព្រាត់ស្លាប់អ្នកខ្លះក៏ព្រាត់រស់អ្នកខ្លះបង្រិចអាជីវកម្មបានជោគជ័យអ្នកខ្លះគ្រូទាយគ្រូមុនអាគមអីចឹងគាត់មើលថ្ងៃខែដល់អូល្អណាស់អ្នកខ្លះការឲ្យលេខគ្នាក៏មានដែរហើយអ្នកខ្លះក៏ព្រាត់ស្លាប់អ្នកខ្លះក៏ព្រាត់រស់ប៉ុន្តែអានិច្ចាបងប្រុសអ្នកខេត្តតកែវនេះវិញបានប្រពន្ធអ្នកនៅខេត្តត្បូងឃ្មុំស្រឡាញ់គ្នាជាង10ឆ្នាំដែរហើយបានកូន4នាក់ក្នុងបន្ទុកបាទឥឡូវនេះគឺប្រពន្ធរត់ចោលបាត់ឈឹងតែម្ដងចោលអត់ចេះនៅមួយគ្នាបាទប៉ុន្តែយើងមិនទាន់ដឹងថាតើមូលហេតុអ្វីទេបានជាគាត់មកពឹងប្រូក្រាមធ្វើការផ្សព្វផ្សាយមើលទៅគាត់ស្រឡាញ់ប្រពន្ធរបស់បងណាកាន់រូបប្រពន្ធអោបនឹងបេះដូងបើអោបនឹងថ្លើមអោបនឹងដើមទ្រូងអានេះឲ្យទឹកចិត្តប្តីដែលស្រឡាញ់ប្រពន្ធចង់ដឹងរឿងរ៉ាវអង្គសារបានយ៉ាងណាពូក្រានល្បិតជូនបាទសួស្ដីបងបាទសំដេចគ្រូបងបាទបងអ្នកខេត្តណាបងខ្ញុំខាងខេត្តតកែវបងខេត្តតកែវអ្នកឥឡូវបច្ចុប្បន្ននៅភ្នំពេញនៅខេត្តបងខ្ញុំនៅភ្នំពេញនៅស្រុកអង្គស្នួលខាងកបលស្រុកអង្គស្នួលទីភ្នំពេញបាទឥឡូវបងមើលបញ្ជាក់អំពីអង្គសារបានដែលបងដែលបាត់ប្រពន្ធនឹងតាមមូលហេតុវិញស្ថានភាពខ្លះបងគាត់បាត់ប្រពន្ធនឹងគាត់នេះគាត់មានថាអន់ចិត្តខាងឪពុកថាស្ដីបន្ទោសឲ្យឪពុកគាត់ឈឺគាត់មួម៉ៅគាត់តែពេលគាត់អន់ចិត្តគាត់ចេះតែអង្គុយជឹងគាត់យំហើយទៅខ្ញុំសួរថាទៅខាងឪពុកស្អីជាឪពុកយើងទៅមើលគាត់ទៅឪពុកបង្កើតរបស់ហើយប្រពន្ធខ្ញុំហ្នឹងប៉ុន្តែថាជាប៉ាក្មេកបងប្អូនជាប៉ាក្មេករបស់ខ្ញុំបាទហើយតែគាត់ចេះតែលេងតិចតុកច្រើនខ្លាចតែគាត់នឹងមានប្រុសមានអីចឹងចឹងអាការបារម្ភរបស់បងនៅពេលដែលប្រពន្ធចាក់ចេញពីផ្ទះហ្នឹងការសង្ស័យថាអាចមានប្រុសឬក៏យ៉ាងណាខ្ញុំវាអត់ទុកចិត្តដែរវាបាននឹងនិយាយបើខ្ញុំអត់បានតាមដានច្បាស់បើតែខ្ញុំសួរនាំជាច្រើនដងគេប្រកែកថាអត់ទាំងខឹងខ្ញុំទៀតចឹងហើយគេថាថ្ងៃណាមួយជាចង់ចាក់ចេញទៅឆ្ងាយពីខ្ញុំហើយខ្ញុំថាបើចង់ថាយើងអស់សិទ្ធជាមួយគ្នាហើយសូមឲ្យចូលមកដោះស្រាយនិយាយគ្នាមកបើថាយើងមិនមានអីទេយើងសូមមកផ្ទះវិញមើលកូនមើលចៅកុំឲ្យកូនអត់រៀនអត់សូត្រចឹងបាទតាំងអារម្មណ៍បងប្រុសហ្នឹងហើយបងស្រីអសូរកូនបងប្អូនណាឥឡូវបងមើលបញ្ជាក់ជូនមើលកូនប្រហែលអ្នកក្នុងបន្ទុកបងខ្ញុំមានកូន4នាក់កូនដើមរបស់គេ1កូនខ្ញុំ3បាទស្រី2ប្រុស2ស្រី2ប្រុស2បាទបើនៅពៅមួយទៀតកូនស្រីបងហ៎កូនពៅហ្នឹងគាត់យកទៅជាមួយយកកូនពៅទៅមួយទៅកូន3នាក់ឲ្យបាទទទួលបានហើយនឹងលុយតែខំរកស៊ីហ្នឹងគាត់យកទៅទាំងអស់លុយក៏យកអស់ប្រហែលបងគាត់យកទៅអស់ប្រហែលជា2000ប្រហែលជា$2000បង$2000ហ្នឹងមូលហេតុអីបានយកលុយនេះទៅបងគាត់ថាយកទៅវះឪពុកហ្នឹងថាវះឪពុកនៅពេទ្យរុស្ស៊ីតាមពិតគាត់អត់បានទៅមើលឪពុកនៅពេទ្យរុស្ស៊ីទេគាត់យកលុយទៅរត់បាត់ហ្មងទៅពេលដែលលុយខ្ញុំចេញទៅរុស្ស៊ីគាត់ចេញទៅតាមក្រោយខ្ញុំបាត់អ
ចឹងមានន័យថាបងដាក់ការសង្ស័យថាគាត់យកទៅនេះមិនមែនយកលុយទៅមើលឪពុកទេប៉ុន្តែអាចយកលុយទៅក្រៅអីផ្សេង ខ្លាចយកទៅចាញ់បោកចាញ់អីគេចឹងទៅយកទៅធ្វើដើម្បីថាយកលេសយកទៅធ្វើឪពុកតាមពិតយកទៅជួបគេអីក៏គេពីចឹងថាបើថាយើងយកទៅចឹងហើយក៏យកទៅចោះប៉ុន្តែសុំចូលខ្លួនឲ្យមកដោះស្រាយតាមទីច្បាប់ បាទឥឡូវបងបញ្ជាក់ជូនយើងឃើញថាឪពុកក្មេងបងកំពុងសម្រាប់ទាបាននៅទីពេទ្យ គាត់ពងសម្រាប់ជាបាលនៅទីពេទ្យ អញ្ចឹងមានឃើញកូនរបស់គាត់បកកើតត្រូវជាប្រពន្ធបងទៅមើលទេបង គាត់អត់បានទៅមើលទេបងពីមុនដំបូងគាត់ទៅមើលប៉ុន្តែឪពុកគាត់ស្ដីឲ្យទៅគាត់អត់បានទៅមើលទៀតទេ អញ្ចឹង$2000លុយនេះតើគាត់យកទៅព្យាបាលឪពុកទេឬក៏គាត់អត់មានដាក់ការព្យាបាលទេ គាត់អត់បានដាក់ការព្យាបាលឲ្យ100លុយខ្មែរទេបង អញ្ចឹងបងច្បាស់100%បងណា 100% 10000 បាទនឹងឲ្យសូមបញ្ជាក់ជូនបងប្អូនម្ដាយនេះគាត់អង្គសារបានរឿងរ៉ាវគាត់នេះក៏មិនធម្មតាដែរបងប្អូនជំនជាតិបាទរឿងរ៉ាវអង្គសារបាននេះក៏មិនធម្មតាដែរហើយយើងសង្ឃឹមថារឿងនេះក៏វាមិនមែនជារឿងទូចប្រហែលដែរតាក់ទងទៅនឹងច្បាប់ពន្ធភាពបាទឥឡូវនេះបងបញ្ជាក់ជូនមួយមើលថាតើសម្ព័ន្ធភាពគ្រួសាររបស់បងរៀបការស្របច្បាប់ទេបង ខ្ញុំអត់បានរៀបការស្របច្បាប់ទេបងគាត់បានសែនព្រេនទេប៉ុន្តែខ្ញុំមានអតាស៊ីវិលចុះអតាស៊ីវិល បាទសូមបញ្ជាក់ជូនបងចុះអតាស៊ីវិលខ្លាំងជាងរៀបអាពីពិភាក្សាទៀតបងចុះអតាស៊ីវិលគឺស្របច្បាប់ហើយបាទប៉ុន្តែការសែនព្រេនមែនការរៀបការមែនប៉ុន្តែរៀបការបំពេញមុខចាស់ទុំញាតិចិត្តខាងសែនព្រេនបំពេញញាតិចិត្តខាងប៉ុន្តែមិនទាន់ស្របច្បាប់ទេតើតែរៀបអាពីពិភាក្សាតើតែចុះអតាស៊ីវិលចឹងគេហៅថាប្តីប្រពន្ធស្របច្បាប់ បាទ បាទចឹងប្រពន្ធបងចេញពីផ្ទះប្រហែលថ្ងៃហ៎បង ចេញផ្ទះ6ថ្ងៃហ៎បង ទីតាំងពីថ្ងៃណា ពីថ្ងៃសុកបងថ្ងៃសុកទីប្រហែលទេអត់ទៅចាំថ្ងៃទីទេបងនេះ ចេញផ្ទះបងតាំងពីថ្ងៃណាបង ចេញតាំងពីថ្ងៃសុកទី8 បាទឥឡូវនេះគឺថ្ងៃទី13ចូល5ថ្ងៃហើយ ចូល5ថ្ងៃហ៎បង បាទ 5ថ្ងៃ6យប់ហើយ 5ថ្ងៃ6យប់ហើយបង បាទ បាទនឹងហើយសូមជនបងប្អូនជាតិនេះគឺជារឿងមួយដែលគួរសោកស្ដាយឥឡូវយើងឃើញថាគាត់រៀបអាពាហ៍ពិពាហ៍មិនបានរៀបពីមែនប៉ុន្តែគាត់មានអតាស៊ីវិលស្របច្បាប់សង្ឃឹមថារឿងនេះនឹងមានការវិភាគបន្តទៀតបាទឥឡូវតើជាចុងក្រោយមានអ្វីក្នុងការសនំពរទៅដល់ភរិយាឲ្យមកផ្ទះវិញដើម្បីមើលថែកូនបន្តទេបងបាទ ខ្ញុំសូមសំណូមពរដល់ភរិយាថាបើគាត់អត់មានអីនឹងគេទេសូមឲ្យមកផ្ទះមកមើលកូនអីឲ្យកូនរៀនសូត្របើថាបើគាត់មានគេហើយសូមឲ្យគាត់ចូលមកដោះស្រាយឲ្យតាមទីច្បាប់បើមិនចូលមកដោះស្រាយទេខ្ញុំនឹងចាត់ធានការឲ្យសមត្ថកិច្ចចុះទៅផុតខ្លួននឹងចុះចាប់ បាទ ព្រោះឲ្យគាត់យកទ្រព្យសម្បត្តិទៅអត់បានចែកគ្នាទេ បាទឥឡូវបើសិនឧទាហរណ៍ថាប្អូនស្រីគាត់មានអ្នកថ្មីបាទឥឡូវនេះត្រូវឧទាហរណ៍ថាគាត់ត្រឡប់មកវិញតើបងទទួលទេបង ព្រោះគាត់មានអ្នកថ្មីខ្ញុំអត់ទទួលទេបង តែបញ្ជាក់ច្បាស់ហ៎ បាទសូមឲ្យគាត់មកដោះស្រាយគ្នាដាច់ហ្មងទៅ បាទនឹងហើយបងប្អូនជំនឿជាតិនេះឲ្យទឹកចិត្តស្វាមីបងប្អូនណា នេះទៅតាមសំណុំពររបស់ម្ដាយក្មេករបស់ខ្ញុំ បាទលើម្ដាយក្មេងសនំពោដំណេកបងបាទ ម្ដាយក្មេកក៏ឲ្យមកសារព័ត៌មានបើយើងមានថ្មីយើងទៅដោយអស់ចិត្តរៀងខ្លួនទៅ អញ្ចឹងវាថាម្ដាយក្មេងគឺជាម្ដាយមកកើតរបស់បងស្រី បាទ បងស្រីឈ្មោះអីបង មឿនវឯងហៅថាស្រីមុំ អាយុប៉ុន្មានឆ្នាំ អាយុ36ឆ្នាំ 36ឆ្នាំអញ្ចឹងមានកូន4នាក់ក្នុងបន្ទុក បាទ បាទឥឡូវម្ដាយក្មេងបងថាដូចម្ដេចបងបាទ ម្ដាយក្មេកគាត់ថាបើសិនជាវាមានមែនគាត់មានមែនឲ្យគាត់នឹងចូលខ្លួនមកដោះស្រាយមកនិយាយគ្នាឲ្យចប់បើមិនមានទេឲ្យមកផ្ទះមើលថែកូនឲ្យដូចមុនទៅរៀនសូត្រកូនអត់បានរៀនសូត្រទេ បាទ ហើយប្តីក៏អត់មានលុយទៅរកស៊ីទេដែរបើយកទៅអស់ហើយ បាទនឹងហើយទលជនបងប្អូនជាគ្រប់នេះគឺប្តីគឺគាត់តាមដែលគាត់លើកឡើង ខ្ញុំឈឺផង បាទ គាត់ដឹងហើយថាខ្ញុំឈឺ ទូបានបងតាំងអារម្មណ៍បងណានឹងហើយទលជននេះគេហៅថាកូនប្រុសដើមទ្រូង5ហាត់ហ៊ាននិយាយហ៊ានធ្វើហ៊ានទទួលខុសត្រូវសង្គមតាប្អូនស្រីវ័យ36ឆ្នាំបន្ទាប់ពីស្វាមីសនំពោប្រសិនបើប្អូនទៅលក្ខណៈបញ្ហាណាមួយសូមបកស្រាយសម្រាប់ស្វាមីឬក៏ពុកម្ដាយបានដឹងបើមិនបើប្អូនមានអ្នកថ្មីគឺប្អូនសូមចូលខ្លួនមកដោះស្រាយដើម្បីអនុវត្តតាមផ្លូវច្បាប់លែងលះគ្នាដាច់ស្រេចក៏អត់មានកាន់ទោសពីអីទេប៉ុន្តែបើមិនជាប្អូនមានថ្មីហើយមិនបានមកលែងលះអនុវត្តតាមផ្លូវច្បាប់ទេនោះគាត់នឹងអនុវត្តតាមនីតិវិធីនៃផ្លូវច្បាប់ផងដែរទាក់ទងនឹងច្បាប់ឯកជនភាព កូនខ្ញុំទៅមួយទៀត កូនស្រី បាទ បាទនឹងឲ្យទជនបងប្អូនជាទីគោរពឥឡូវនេះពូកដាមសូមសង្ខេបបទចង្ការនៅក្នុងយុគនេះផ្ទាល់តែម្ដងសង្គមតាបងប្អូនបន្ទាប់ពីបានមើលព័ត៌មាននេះហើយ
នឹងវិភាគឬក៏សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធបើសិនជាបានជួបបងអូនស្រីតាមរូបភាពដែលពួកគាត់បានមកសូមរាយការណ៍ទៅសមត្ថកិច្ចឬក៏រាយការណ៍ទៅប្តីរបស់គាត់អញ្ចឹងបងប្រុសបើសិនបើបងប្អូនជីវរដ្ឋនៅមជ្ឈដ្ឋានទៅដោយគាត់បានលើបណ្ដាញសង្គមឃើញពិនភាគភរិយាបងតើបងអាចបញ្ជាក់លេខទូរស័ព្ទបានទេដើម្បីឲ្យគេរាយការណ៍ជូនបងឬក៏ឃើញបងអូនស្រីនៅទីតាំងណាមួយ បាទបើឃើញភរិយាខ្ញុំនៅទីតាំងណាមួយសូមឲ្យចាក់ទងមកខ្ញុំលេខទូរស័ព្ទ071 071 81 48 331 សូមម្ដងទៀតបងបាន 071 071 81 48 331 បាទអរគុណបងហើយសូមបញ្ជាក់ជូនលោកជនពួកតាមសូមសង្ខេបផ្លេចតាក់ទងទៅនឹងបទយកាច្បាប់ឯកភណ្ឌភាពគឺភរិយាបានរត់ចោលប្តីរត់ចោលកូនទាំង4បន្សល់ទៅនឹងកូននៅក្នុងផ្ទះអ្វីនេះស្វាមីសំណុំពរឲ្យបងស្រីត្រឡប់ផ្ទះវិញដើម្បីមើលថែកូនព្រោះគាត់ក៏មានជំងឺដែរទៅលោកជនឱកាសនេះបទយកាធ្វើការផ្សាយចេញពីរាជធានីភ្នំពេញគ្រូពេញជ័យចវារវងព្រំមុខ4នៅយប់ថ្ងៃទី13ខែឧសភាឆ្នាំ2026រាយការណ៍ខ្ញុំបាទប្រូក្រាមរួមជាមួយសហការីសូមអរគុណសូមគោរពលាជាមោទនភាពជាកិត្តិយសដ៏អស្ចារ្យដែលខ្មែរយើងធ្វើបានរកឃើញឱសថបារ៉ាព្យាបាលជំងឺមហារីកគ្រប់ប្រភេទនិងជំងឺរ៉ាំរ៉ៃកាចសាហាវផ្សេងឱសថបារាណសញ្ញាដើមស្រមោចជាផលិតផលនៅក្នុងស្រុក អូតើតើមួយវិស្វករយើងស្វែងរកច្រើនណាវិស្វករយើងមិនចេះតែយកទេគឺតើតើមួយការសិក្សាប្លង់គាត់ស្វែងយល់គាត់ដឹងបច្ចេកទេសរបស់គាត់ច្បាស់លាស់